វីដេអូយើងគឺបែប slow motion ហើយអូខេអ្វីដែលអ្នកនរឃើញសម្រាប់អ្នកទាំងអស់គ្នាដែលទើបតែនឹងប្រើកម្មវិធី DaVinci Resolve ថ្មីតែម្ដងហើយចង់ធ្វើវីដេអូបែប slow motion អូខេនេះជាវីដេអូសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នកទើបតែចាប់ផ្ដើមក្នុងកម្មវិធី DaVinci Resolve អូខេអញ្ចឹងអូខេមើលវីដេអូនេះអត់មាន slow motion ទេគឺ normal ធម្មតាអូខេវីដេអូ normal ធម្មតាទេអញ្ចឹងដើម្បីយើងធ្វើវីដេអូ slow motion បានវិធីទី1គឺអ្នកនរគ្នាអាច control all អូខេ control all control all ដើម្បីយើងដូចយើង change speed ចឹងអូខេ control all ហ្នឹងយើងមើលតនិចមើលទៅកន្លែងនេះវាឃើញមានពណ៌ខ្មៅនេះអ្នកនរគាត់ចុចកន្លែងហ្នឹងមួយមកហើយយកពាក្យថា change speed ហើយអ្នកនរយកពាក្យថា50% ហ្នឹងមកអញ្ចឹងវីដេអូយើងគឺបែប slow motion ហើយអូខេអ្វីដែលអ្នកឃើញអូខេឥឡូវយើងមើលវីដេអូមួយទៀតវីដេអូនេះក៏វាអត់មាន slow motion ទេដែរគឺវា normal ធម្មតាទេអូខេអញ្ចឹងយើងអាច mouse ស្ដាំមិនយើង control all បើសិនជាយើងមិនចង់ control all ក៏បានដែរយើងអាច mouse ស្ដាំហើយយកពាក្យថា change clip speed អូខេយើងយកនោះមកយើងអាចវាយ 50% អូខេវាយ 50% នោះមកហើយវាយពី change អូខេអញ្ចឹងវីដេអូរបស់យើងនឹងប្រែប្រួលអូខេឃើញទេវា slow ហេslow អូខេនេះគឺសម្រាប់គ្នាយើងដែលថ្មីតែម្ដងអូខេដែលថ្មីនៅក្នុងការប្រើប្រាស់កម្មវិធី DaVinci Resolve